សង្គម Facebook នេះថាបើយើងប្រើប្រាស់ត្រូវគឺវាផ្ដល់ផលប្រយោជន៍មកយើងច្រើនណាចាវាប្រៀបដូចជាគ្រូដែលបង្រៀនយើងដែលបង្ហាត់បង្ហាញផ្លូវយើងអញ្ចឹងគឺព្រោះចំណេះដឹងគឺមាននៅក្នុងនឹងទាំងអស់ការចែករំលែកប៉ុន្តែបើយើងប្រើប្រាស់ខុសគឺនាំយើងទៅរគេហៅថាភាពអន្តរាយហ្មងមិនថាអន្តរាយនឹងអន្តរាយអីធំដុំទេបងប្អូនដូចជាការដែលធ្វើឲ្យយើងបាក់ទឹកចិត្តយើងផ្ទុះកំហឹងតាមគេទាំងដែលយើងអត់ដឹងសាច់រឿងអីសោះគាត់តែឃើញគេសៀគាត់តែឃើញគេប្រហោះហ្នឹងគឺថាបូករួមនឹងអារឿងឈឺចាប់របស់យើងផងវាធ្វើឲ្យយើងហ្នឹងគឺផ្ទុះតាមគេតែម្ដងហើយអញ្ចឹងសរុបសេចក្តីមកគឺថាដែលយើងប្រើប្រាស់សង្គម Facebook នេះគឺវាមានរឿងពីរយ៉ាងល្អផងអាក្រក់ផងបើសិនជាយើង follow ចាការ follow ហ្នឹងប្រៀបដូចជាការរាប់អានអញ្ចឹងការសេពគុកអញ្ចឹងបើយើង follow យើងតាមដានទៅបុគ្គលណាដែលគាត់ចែករំលែកអ្វីដែលល្អគាត់លើកទឹកចិត្តគាត់និយាយទៅគឺគាត់បង្ហាញផ្លូវយើងល្អហ្មងគាត់ចែករំលែកបទពិសោធន៍ល្អហ្មងអាហ្នឹងគឺធ្វើឲ្យយើងនឹងរីកចម្រើនយើងដើរទៅផ្លូវល្អតាមពួកគាត់ប៉ុន្តែបើយើង follow ទៅតាមបុគ្គលណាដែលគេហៅថាមិនល្អចូលចិត្តតែដាម៉ាបញ្ចេញកំហឹងនៅតាម Facebook កំសត់ទួញយំត្អូញត្អែងទៅអារម្មណ៍យើងហ្នឹងក៏វាទៅតាមនឹងដូចគ្នាចាអ្នកខ្លះចូលចិត្តជេរបចោគ្នាទៅអាយើងនេះក៏វាកើតអារឿងហ្នឹងក៏ដូចគ្នាចាហើយខ្ញុំនិយាយនេះខ្ញុំអត់មានទៅហ៊ានទៅនិយាយណែនាំបដៅបងប្អូននេះខ្ញុំនិយាយពីបទពិសោធន៍នាងខ្ញុំផ្ទាល់គឺនាងខ្ញុំបែបហ្នឹងអញ្ចឹងហើយការដែលខ្ញុំប្រើប្រាស់ Facebook នេះគឺខ្ញុំប្រយ័ត្នដែរបងប្អូនប្រៀបដូចជាការដែលយើងរាប់អានណាម្នាក់អញ្ចឹងហើយเพจណាដែលមិនល្អเพจណាដែលធ្វើវីដេអូដើម្បីតែលុយគឺខ្ញុំលុបចោលខ្ញុំប្លុកចោលហ្មងខ្ញុំអត់ឲ្យឃើញទេហើយខ្ញុំចម្រាញ់យកតែเพจណាដែលល្អเพจណាដែលផ្ដល់ដំបូន្មានលើកទឹកចិត្តអីទៅអាហ្នឹងគឺខ្ញុំតាមដានណាបាទហើយខ្ញុំកម្រទៅចុចចូលក្នុងអាកន្លែងវីដេអូព្រោះអាកន្លែងគេដាក់រូបផ្ទះហ្នឹងខ្ញុំកម្រចុចចូលកន្លែងហ្នឹងតែចុចចូលកន្លែងហ្នឹងគឺថាព័ត៌មានលូតមកស្អីនឹងស្អីមួយញ៉ៃញ៉ៃពេញហ្នឹងហើយរੂព័ត៌មានពិតមិនឃើញទេចាអារឿងស្អីក៏មានដែរចេញមកអស់លីងចាអញ្ចឹងខ្ញុំតាមដាន Facebook គឺខ្ញុំតាមដានតែអ្នកដែលខ្ញុំ follow ទេចាដែលខ្ញុំឃើញថាគាត់ល្អគាត់មានគំនិតល្អគាត់លើកទឹកចិត្តគាត់ចែករំលែកនេះចែករំលែកនោះអញ្ចឹងណាហើយការចែករំលែកទៀតសោតហ្នឹងមិនមែនថាយើងរៀនសូត្រចេះដឹងចំណេះវិជ្ជាខ្ពស់បានយើងចែកបានទេតែពិតការចែករំលែកគឺមានច្រើនទម្រង់ច្រើនបែបបទណាចាសម្រាប់ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនការចិញ្ចឹមកូនការធ្វើម្ហូបការធ្វើនេះធ្វើនោះធ្វើចំការសំខាន់យើងមើលទៅវាថាវាផ្ដល់ផលប្រយោជន៍ដល់យើងណាបងប្អូនចាអញ្ចឹងក្នុងចំណុចនេះសរុបសេចក្តីមកគឺថាអាប្រព័ន្ធ Facebook នេះបើយើងចេះប្រើប្រាស់វាគឺល្អប៉ុន្តែបើយើងមិនចេះប្រើប្រាស់ទេគឺថាគឺចាញ់បោកគេហ្មងបងប្អូនបើយើងនិយាយពីធម៌ព្រះគេថាកើតបាបហ្មងចាគឺក្តៅក៏ហើយជេរតាមគ្នាជេរនេះជេរនោះទាំងដែលយើងអត់ដឹងរឿងអញ្ចឹងណាហើយជាពិសេសពួកអ្នកធ្វើវីដេអូគេហៅថាភាសាដែលគេនិយមនិយាយMMO ហ្នឹងបងប្អូនហើយគឺពួកហ្នឹងខ្ញុំតាមតែមើលទៅគឺវាអត់ខ្វល់ទេវាអត់ខ្វល់ថារឿងហ្នឹងស្អីឬស្អីវាអត់ខ្វល់ទេវាសំខាន់គឺថាប្រជាជនចូលចិត្តខាងអីគឺវាធ្វើវីដេអូខាងហ្នឹងបើថាគេស្អប់គេទៅសើឬមួយគេអីក៏ដោយគឺវាធ្វើតាមហ្នឹងគឺវាអត់ខ្វល់ថារឿងហ្នឹងខុសឬត្រូវរឿងហ្នឹងមិនទេគឺសំខាន់គឺវាសម្លឹងទៅមើលគេហៅថាការគ្រប់គ្រងការភ្លុកទឹកភ្លុកដីទៅលើរឿងអីគឺវាធ្វើតាមហ្នឹងហើយអញ្ចឹងឲ្យធ្វើឲ្យម្នាក់ត្រូវរឿងខ្លួនឯងshare ជេរ comment ជេងទៅឲ្យពួកហ្នឹងរលួយបានមិនចេះតិចទេបងប្អូនហើយចាចាំបងប្អូនតាមដាន page នាងខ្ញុំកន្លងមកនាងខ្ញុំដូចកម្រហាក់សូវជ្រួលជ្រើមតាមគេនោះបងប្អូនរឿងខ្លះបើនាងខ្ញុំអត់ស្គាល់ច្បាស់នាងខ្ញុំអត់ដឹងពីបុគ្គលនឹងច្បាស់ទេគឺនាងខ្ញុំកម្រនឹង share កម្រនឹងជេរបញ្ចេញមតិអារម្មណ៍ចាបញ្ចេញមតិយោបល់ចាហើយដោយបងប្អូនគាត់ដែលតាមដាន page នាងខ្ញុំមួយចំនួនក៏គាត់ដឹងហើយថា page នាងខ្ញុំកម្រនឹងបង្ហាញគេហៅថាអាភាពកំសត់ទួញយំត្អូញត្អែដើម្បីសុំក្តីអាណិតពីបងប្អូនណានាងខ្ញុំកម្រចានិយាយទៅហើយមិនមែនថានាងខ្ញុំមិនបង្ហាញនាងខ្ញុំអត់មានទុកទេបងប្អូននាងខ្ញុំមានទុកជាច្រើនដែលនាងខ្ញុំមិនអាចនិយាយប្រាប់បងប្អូនបានចារឿងខ្លះគឺថាទោះបីនិយាយទៅក៏មិនដឹងជាបានអីមកវិញបានត្រឹមតែគេដឹងបានត្រឹមតែគេអាណិតគេអាចជួយដោះស្រាយបញ្ហានាងខ្ញុំបានផងហ្នឹងចានាងខ្ញុំនិយាយដែរប៉ុន្តែនាងខ្ញុំមើលមនុស្សដែរថាតើពេលដែលនាងខ្ញុំនិយាយទៅគាត់អាចជួយដោះស្រាយបញ្ហានាងខ្ញុំបានអត់អាហ្នឹងនាងខ្ញុំនិយាយប៉ុន្តែបើនិយាយដើម្បីឲ្យតែគេស្ដាប់ហើយក៏គេថាគេអាណិតអាហ្នឹងនាងខ្ញុំគិតថាវាដូចអត់មាន
បានអីសោះនិយាយចំទៅគេថានាងខ្ញុំអត់ចង់បានការអាណិតពីមនុស្សជុំវិញខ្លួនទេប៉ុន្តែនាងខ្ញុំចង់បានជាយោបល់ចង់បានជាការបង្ហាញផ្លូវវិញចាអញ្ចឹងនាងខ្ញុំមុននឹងនាងខ្ញុំនិយាយមួយគឺនាងខ្ញុំមើលដែរចាមើលមនុស្សដែរថាគាត់អាចជួយតម្រង់ផ្លូវនាងខ្ញុំបានអត់ចា